ប្រើទូរស័ព្ទយើងមានអារម្មណ៍ថាយើងអត់អាចសារវិធីនេះបានដែលយើងអាចធ្វើការចេញចូលកម្មវិធីគឺលឿនដូចរន្ទះតែម្ដងបងប្អូនឃើញហើយនៅពេលចេញចូលគឺនិយាយទៅលឿនបណ្ដោយណាមុននឹងចូលកាន់វីដេអូនេះខ្ញុំក៏អរគុណដល់អ្នកឧបត្ថម្ភសម្រាប់បងប្អូនដែលចង់បាន iPhone ទាំងថ្មីមកទឹកបងប្អូនអាចទៅខ្មែរ168 phone សតបានគាត់មានវាយដូរឡើងសេរីគាត់មានបំលោជាមួយនឹងហាងហើយគាត់ថែមទាំងមានការធានាជូនណាដល់ទៅ1ឆ្នាំទៀតទីតាំងរបស់គាត់គឺនៅជិត Stop Day វិធីនេះខ្ញុំធ្វើទៅវាដំណើរការនៅលើប្រភេទទូរស័ព្ទ Samsung ប៉ុន្តែខ្ញុំមិនដឹងថាទូរស័ព្ទដទៃទៀតវាដំណើរការអត់ទេប៉ុន្តែអាចសាកបានដោយបងប្អូនគាត់នឹងចូលទៅកាន់ setting ហើយបន្តមកទៀតយើងអាចធ្វើការអូសចុះក្រោម iPod បងប្អូននឹងឃើញប៊ូតុងមួយវាដាក់ថា About Phone យើងចូលមកកាន់ About Phone មកហើយកន្លែងត្រង់ហ្នឹងគឺយើងអាចធ្វើការចូលមកកាន់ Software Information បងប្អូននឹងឃើញច្រើនបែបនេះអញ្ចឹងយើងអាចធ្វើការចុចកន្លែង Bill Number នេះចុចវាប្រហែលជា8ដងចុចឲ្យញាប់ណាឡើយខ្ញុំចុចវា1 2 3 4 5 6 7 8ខ្ញុំចុចវាញាប់ចឹងមកវានឹង load បើកមកងារ Developer Mode ខ្ញុំនេះវាបើកហើយអញ្ចឹងណាចឹងបងប្អូនអត់តាន់បើកវាអាច load ឲ្យយើងចុចប៊ូតុង Yes ទៅបងប្អូនចុច Yes ទៅគឺវានឹងបើកយើងត្រឡប់មកក្រោយវិញយើងនឹងឃើញមុខងារថ្មីមួយនៅក្រោមគេបងអស់វាដាក់ថា Developer Option ចឹងបងប្អូនក៏ចូលមកកាន់ Developer Option មកហើយយើងអាចធ្វើការអូសចុះក្រោមបន្តិចទៀតអូសមកបន្តិចទៀតមកអូសមកបន្តិចទៀតមកបងប្អូននឹងឃើញកន្លែងវាដាក់ថា Window Animation Scale ចឹងកន្លែងហ្នឹងគឺយើងរើសមក 0.5 ហើយកន្លែង Transition Animation នេះគឺយើងរើសមក 0.5 ដូចគ្នាហើយកន្លែង Animation Duration Scale នេះគឺយើងរើស 0.5 ដូចគ្នាអូខេនិយាយទៅយើងរើសមក 0.5 ទាំងអស់បន្ទាប់ពីរើសហើយយើងក៏ត្រឡប់មកក្រៅមកអញ្ចឹងដល់ពេលយើងបើកយើងចូលកម្មវិធីឃើញវារៀងរហ័សវាវឹបតែម្ដងណាហើយបើយើងចង់បានឲ្យវាលឿនជាងហ្នឹងកន្លែងទៅហ្នឹងគឺយើងរើសដាក់វាត្រឹមតានេះមកដាក់ off ក៏បានដែរលើខ្ញុំសាកដាក់ off ម្ដងវាលឿនប៉ុណ្ណាចាំតិចគេលេងដាក់ off បដ ாய் ទៅអញ្ចឹងបិទ animation ចោលហ្មងអូខេเราឃើញចូលលឿនណាលឿនយកគ្នាហ្មងចេញចូលលឿនដូចផ្ទះអញ្ចឹងណា